មុននឹងយើងសិក្សាប្រធានបទជាមួយគ្នាដែលមានចំណងជើងថាព្រះដូចជាព្រះនៃការផ្គត់ផ្គង់ចឹងបងប្អូនទាំងអស់គ្នាចូលទៅកាន់ខគម្ពីរភីលីបជំពូក4ខ19ព្រះនៃខ្ញុំទ្រង់នឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការតាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តមក្នុងព្រះគ្រីស្ទយេស៊ូវរាល់ថ្ងៃនេះមនុស្សជាច្រើនតែងតែប្រឈមមុខនឹងការខ្វះខាតដូចជាខ្វះជីវភាពខ្វះឱកាសខ្វះកម្លាំងឬខ្វះក្តីសង្ឃឹមពេលដួងចិត្តពេញទៅដោយការព្រួយបារម្ភមនុស្សងាយភ្លេចថាព្រះអម្ចាស់ជាព្រះដែលទ្រង់យល់ពីតម្រូវការរបស់កូនទ្រង់គ្រប់គ្នាទោះបីជាពិភពលោកនេះមើលទៅពេញដោយការប្រកួតប្រជែងនិងភាពមិនប្រកបប្រជាក៏ព្រះអម្ចាស់នៅតែជាព្រះដ៏មានអំណាចក្នុងការផ្គត់ផ្គង់ទ្រង់មិនត្រឹមតែទិដ្ឋឃើញនៅអ្វីដែលយើងខ្វះខាតប៉ុណ្ណោះទេតែទ្រង់ក៏ដឹងថាយើងត្រូវការអ្វីពិតប្រាកដទៀតផងតើហេតុអ្វីបានជាយើងនៅតែបារម្ភខ្លាំងពីអនាគតខណៈដែលព្រះអម្ចាស់បានសន្យាថាទ្រង់នឹងផ្គត់ផ្គង់តាមទ្រព្យសម្បត្តិនៃសេរីល្អរបស់ទ្រង់ក្នុងព្រះគ្រីស្ទយេស៊ូវចំណុចទី1ព្រះអម្ចាស់ជាអ្នកផ្គត់ផ្គង់តាមសេចក្តីសន្យារបស់ទ្រង់ជាដំបូងយើងត្រូវពិចារណាថាការផ្គត់ផ្គង់ពិតមិនមែនចាប់ផ្ដើមពីកម្លាំងមនុស្សទេប៉ុន្តែចាប់ផ្ដើមពីព្រះអម្ចាស់ផ្ទាល់យើងមើលនៅក្នុងភីលីបជំពូក4ខ19ព្រះនៃខ្ញុំទ្រង់នឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការតាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តមក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់មិនមែនជាព្រះដែលទុកកូនទ្រង់ឲ្យប្រឈមមុខនឹងភាពខ្វះខាតតែម្នាក់ឯងឡើយទ្រង់សន្យាផ្គត់ផ្គង់តាមភោគសម្បត្តិដ៏ឧត្តមរបស់ទ្រង់នេះមានន័យថាការផ្គត់ផ្គង់របស់ព្រះមិនអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចរបស់មនុស្សទេប៉ុន្តែអាស្រ័យលើព្រះចេស្តានិងព្រះハរតីដ៏ល្អរបស់ទ្រង់ជីវិតជឿទុកចិត្តលើព្រះមិនមែនជាការលែងខំធ្វើការទេតែជាការដឹងថាព្រះអង្គជាប្រភពនៃអ្វីៗទាំងអស់មិនត្រឹមតែទ្រង់សន្យាប៉ុណ្ណោះទេតែព្រះអង្គទ្រង់ក៏បង្រៀនឲ្យយើងបង្វែរការយកចិត្តទុកដាក់ពីការព្រួយបារម្ភទៅរកការស្វែងរកនគររបស់ព្រះជាមុនយើងមើលនៅក្នុងម៉ាថាយជំពូក6ខ31ដល់ខ33ដូច្នេះកុំអោយខ្វល់ខ្វាយថាតើត្រូវបរិភោគអ្វីឬស្លៀកពាក់អ្វីនោះឡើយត្បិតគឺជាសាសដតីទេតើដែលខំស្វែងរករបស់ទាំងនោះវិញឯព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ទ្រង់ជ្រាបហើយថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរព្រះយេស៊ូវគ្រីស្ទទ្រង់ដឹងថាមនុស្សងាយព្រួយអំពីអាហារការស្លៀកពាក់និងអនាគតដូច្នេះទ្រង់បង្រៀនឲ្យយើងកុំរស់នៅក្រោមអំណាចនៃការភ័យខ្លាចប៉ុន្តែឲ្យដាក់ព្រះអម្ចាស់ជាលំដាប់ដំបូងពេលយើងស្វែងរកនគរនិងសេចក្តីសុចរិតរបស់ទ្រង់ព្រះអង្គនឹងរៀបចំអ្វីដែលចាំបាច់សម្រាប់យើងតាមពេលវេលារបស់ទ្រង់នេះជាការផ្គត់ផ្គង់ដែលមានបំណងល្អនិងមានប្រាជ្ញាខ្ពស់ដូច្នេះការផ្គត់ផ្គង់របស់ព្រះមិនមែនជាការចៃដន្យឡើយប៉ុន្តែជាសេចក្តីសន្យាដែលផ្អែកលើព្រះハរតីស្មោះត្រង់របស់ទ្រង់យើងមើលនៅក្នុងទំនុកដំកើងជំពូក23ខ1ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំនឹងមិនខ្វះអ្វីសោះពាក្យថាជាអ្នកគង្វាលប្រាប់យើងថាទ្រង់មើលថែដឹកនាំនិងផ្គត់ផ្គង់ដូចជាអ្នកគង្វាលមើលថែជាមអ្នកគង្វាលល្អមិនត្រឹមតែផ្ដល់អាហារប៉ុន្តែថែរក្សាសុវត្ថិភាពនិងដឹកនាំទៅកាន់ទីកន្លែងដែលល្អដូចគ្នានេះដែរព្រះអង្គម្ចាស់ផ្គត់ផ្គង់មិនត្រឹមតែអ្វីដែលយើងចង់បានទេប៉ុន្តែអ្វីដែលយើងត្រូវការពិតប្រាកដចំណុចនេះបង្រៀនយើងថាព្រះអង្គម្ចាស់ជាប្រភពនៃការផ្គត់ផ្គង់ទាំងអស់ហើយការទុកចិត្តលើទ្រង់នាំឲ្យយើងរស់ដោយសុខសាន្តនិងមិនមែនដោយភ័យបារម្ភចំណុចទី2ព្រះអង្គម្ចាស់ផ្គត់ផ្គង់តាមពេលវេលានិងវិធីសាស្ត្ររបស់ទ្រង់ក្រៅពីជាប្រភពនៃការផ្គត់ផ្គង់ព្រះអម្ចាស់ក៏ជាអ្នកកំណត់ពេលវេលានៃការផ្គត់ផ្គង់ផងដែរយើងមើលនៅក្នុងសុភាសិតជំពូក3ខ5ដល់ខ6ចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់ពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះនោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងខនេះបង្រៀនឲ្យយើងពឹងព្រះអម្ចាស់ឲ្យអស់ពីចិត្តមិនពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ
ជួនកាលយើងគិតថាយើងត្រូវការដំណោះស្រាយឥឡូវនេះប៉ុន្តែព្រះអង្គអាចកំពុងរៀបចំផ្លូវប្រសើរជាងអ្វីដែលយើងសូមការផ្គត់ផ្គង់របស់ព្រះអង្គម្ចាស់មិនតាមពេលវេលារបស់យើងទេប៉ុន្តែតាមពេលវេលាដ៏ល្អឥតខ្ចោះរបស់ទ្រង់វិញជាមួយគ្នាដែរពេលខ្លះព្រះអង្គម្ចាស់ប្រើវិធីដែលមនុស្សមិននឹកស្មានដល់ដើម្បីបង្ហាញពីការល្អនិងព្រះចេស្តារបស់ទ្រង់យើងមើលក្នុងកូរិនថូសខ្សែទី2ចំពុក9ខ8ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនដល់អ្នករាល់គ្នាប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ចដើម្បីឲ្យបានចម្រើនឡើងខាងឯការល្អគ្រប់ជំពូកព្រះអង្គម្ចាស់អាចប្រទានព្រះគុណគ្រប់បែបយ៉ាងដើម្បីឲ្យយើងមានគ្រប់គ្រាន់គ្រប់ករណីការផ្គត់ផ្គង់របស់ទ្រង់មិនមានតែសម្រាប់សេចក្តីត្រូវការខាងរូបកាយប៉ុណ្ណោះទេប៉ុន្តែសម្រាប់ឲ្យយើងមានសមត្ថភាពក្នុងការធ្វើការល្អផងដែរនេះមានន័យថាការផ្គត់ផ្គង់របស់ព្រះអង្គម្ចាស់មិនសំខាន់ត្រង់ថាទ្រង់ប្រទានច្រើនប៉ុណ្ណាទេប៉ុន្តែសំខាន់ត្រង់ថាទ្រង់ប្រទានតាមគោលបំណងដ៏ល្អនិងតាមពេលវេលាដ៏សមស្របរបស់ទ្រង់យើងមើលនៅក្នុងពងសាវតារខ្សត្រខ្សែទី1ចំពុក17ខ14ដល់ខ16ត្បិតព្រះយេហូវ៉ាជាព្រះនៃសាសអ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះថាម្សៅក្នុងខាបនោះនឹងមិនដែលផុតទៅហើយប្រេងក្នុងដបក៏មិនដែលរលួសឡើយដល់រាប់ដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដីដូច្នេះនាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ារួចទាំងនាងនិងលោកព្រមទាំងកូននាងគ្រប់គ្នាបានបរិភោគតមកជាយូរថ្ងៃឯម្សៅក្នុងខាបនោះមិនដែលអស់ទៅហើយប្រេងក្នុងដបក៏មិនចេះរលួសឡើយដូចជាសេចក្តីដែលព្រះយេហូវ៉ាបានមានបន្ទូលដោយសារអេលីយ៉ានៅក្នុងរឿងនេះព្រះអង្គម្ចាស់បានប្រទានការផ្គត់ផ្គង់ដល់ស្ត្រីមេម៉ាយដោយវិធីអស្ចារ្យទោះបីជាម្សៅនិងប្រេងមានតិចក៏មិនអស់ឡើយទោះបីជាតម្រូវការឬការប្រឈមបញ្ហាធំក៏ព្រះអង្គម្ចាស់នៅតែថែរក្សាខគម្ពីរនេះបង្ហាញថាព្រះអង្គអាចប្រើអ្វីតិចតួចដើម្បីបំពេញតម្រូវការធំបាននេះជាការអស្ចារ្យនៃការផ្គត់ផ្គង់ដែលមនុស្សមិនអាចធ្វើដោយខ្លួនឯងបានចំណុចនេះរំលឹកយើងថាការផ្គត់ផ្គង់របស់ព្រះអង្គម្ចាស់មានពេលវេលាមានគោលបំណងនិងមានវិធីសាស្ត្រដែលអាចលើសពីការគិតរបស់យើងចំណុចទី3ការឆ្លើយតបត្រឹមត្រូវរបស់ពួកជំនុំចំពោះព្រះដ៏ជាព្រះនៃការផ្គត់ផ្គង់នៅពេលយើងដឹងថាព្រះអង្គម្ចាស់ជាព្រះនៃការផ្គត់ផ្គង់ជំនឿរបស់យើងក៏គួរតែបង្ហាញចេញតាមជីវិតប្រចាំថ្ងៃផងដែរយើងមើលនៅក្នុងថេសាឡូនីកខ្សែទី1ចំពុក5ខ18ចូលអរព្រះគុណក្នុងគ្រប់ការទាំងអស់ពីព្រោះព្រះទ្រង់សុបហារតីឲ្យអ្នករាល់គ្នាធ្វើដូច្នោះដោយនៅព្រះគ្រីស្ទយេស៊ូវការអរព្រះគុណគឺជាការឆ្លើយតបសំខាន់មួយរបស់ពួកជំនុំទោះបីក្នុងស្ថានភាពសុខស្រួលឬលំបាកក៏យើងអាចអរព្រះគុណព្រះអង្គម្ចាស់បានព្រោះយើងជឿថាទ្រង់កំពុងធ្វើការនៅពីក្រោយរឿងរ៉ាវទាំងអស់ការអរព្រះគុណធ្វើឲ្យចិត្តរបស់មនុស្សមើលឃើញការល្អរបស់ព្រះជាមុនជំនឿដែលពឹងព្រះមិនមែនបញ្ចប់ត្រឹមការសុំទេប៉ុន្តែត្រូវនាំឲ្យមានការធ្វើការល្អនិងការចែករំលែកដល់អ្នកដទៃផងដែរយើងមើលនៅក្នុងហេព្រើរចំពុក13ខ16កុំឲ្យភ្លេចនឹងធ្វើគុណហើយចែកចាយឡើយត្បិតព្រះទ្រង់សុបហារតីនឹងគ្រឿងបូជាយ៉ាងនោះព្រះអង្គម្ចាស់ផ្គត់ផ្គង់មិនមែនដើម្បីឲ្យយើងកំណាញ់ទុកតែខ្លួនឯងទេប៉ុន្តែដើម្បីឲ្យយើងមានចិត្តធ្វើការល្អដោយការចេះចែករំលែកនៅពេលពួកជំនុំរស់នៅក្នុងសេចក្តីសប្បុរសនិងការជួយគ្នានោះគេឃើញតួអង្គព្រះយេស៊ូវគ្រីស្ទតាមរយៈសកម្មភាពរបស់យើងការផ្គត់ផ្គង់របស់ព្រះក្លាយជាព្រះពរដល់អ្នកដទៃផងដែរហេតុនេះហើយការជឿលើព្រះនៃការផ្គត់ផ្គង់គឺមិនត្រឹមតែជាការទទួលពរប៉ុណ្ណោះទេប៉ុន្តែជាការរស់នៅដោយការអរព្រះគុណនិងចែកព្រះពរបន្តទៅមនុស្សជុំវិញយើងមើលនៅក្នុងម៉ាថាយចំពុក14ខ19ដល់ខ21រួចកាលទ្រង់បានបង្គាប់ឲ្យវងមនុស្សអង្គុយនៅលើស្មៅហើយនោះទ្រង់យកនំប៉័ង5ដុំហើយនឹងត្រីពីរនោះងឹបទៅលើមេឃទាំងប្រទានពររួចកាច់ប្រទានដល់ពួកសិស្សហើយពួកសិស្សក៏ចែកដល់វងមនុស្សគេបានបរិភោគឆ្អែតគ្រប់គ្នារួចប្រមូលចំណិតដែលនៅសល់ដាក់ពេញ12កន្ត្រក
រីឯពួកមនុស្សដែលបានបរិភោគនោះមានចំនួន 5000 នាក់ឥតរាប់ពួកស្រីៗនិងកូនក្មេងទេនៅពេលព្រះយេស៊ូវគ្រីស្ទយកនំប៉័ងនិងត្រីតិចតួចទ្រង់បានអរព្រះគុណហើយបែងចែកទៅមនុស្សជាច្រើននេះបង្ហាញថាព្រះអង្គម្ចាស់អាចបំលែងអ្វីតិចឲ្យคล้ายទៅជាគ្រប់គ្រាន់សម្រាប់មនុស្សច្រើនវាក៏បង្រៀនឲ្យពួកជំនុំឲ្យរៀនអរព្រះគុណនិងទុកចិត្តថាព្រះអង្គអាចធ្វើអ្វីដែលយើងមានដើម្បីធ្វើការអស្ចារ្យបានព្រះយេស៊ូវមិនត្រឹមតែបង្ហាញការអស្ចារ្យក្នុងការផ្គត់ផ្គង់ប៉ុណ្ណោះទេប៉ុន្តែទ្រង់ក៏បង្រៀនពីគោលការណ៍នៃការប្រើប្រាស់ព្រះពរដែលទទួលពីព្រះអង្គផងដែរព្រះពរដែលយើងទទួលគួរតែនាំឲ្យមានចិត្តអរព្រះគុណចិត្តចែករំលែកនិងការគ្រប់គ្រងដោយប្រាជ្ញាបន្ទាប់ពីបានឃើញការផ្គត់ផ្គង់ដ៏អស្ចារ្យរបស់ព្រះយេស៊ូវគ្រីស្ទយើងក៏រៀនថាព្រះអង្គម្ចាស់មិនត្រឹមតែចង់ឲ្យយើងទទួលព្រះពរប៉ុណ្ណោះទេប៉ុន្តែទ្រង់ក៏ចង់ឲ្យយើងចែករំលែកព្រះពរនោះដោយចិត្តដែលគប់ព្រះハរតីទ្រង់ផងដែរយើងមើលនៅក្នុងកូរិនថូសខ្សែទី2ចំពុក9ខ7ចូលឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះមិនមែនដោយស្ដាយឬដោយបង្ខំឡើយត្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរព្រះម្ចាស់មិនទើបមើលតែទំហំឬបរិមាណនៃការថ្វាយនិងការចែករំលែកប៉ុណ្ណោះទេប៉ុន្តែទ្រង់ទើបមើលចិត្តរបស់អ្នកដែលថ្វាយដោយព្រះយេស៊ូវគ្រីស្ទបានប្រទានពរហើយចែកនំប៉័ងដល់វងមនុស្សដោយព្រះハរតីមេត្តាដូច្នេះអ្នកជឿក៏គួរតែចែករំលែកដោយស្ម័គ្រចិត្តស្រឡាញ់និងអរព្រគុណមិនមែនដោយការបង្ខំឬដោយចិត្តសោកស្ដាយឡើយការថ្វាយនិងការចែករំលែកដែលគប់ព្រះハរតីដល់ព្រះអម្ចាស់ចាប់ផ្ដើមពីចិត្តដែលស្ម័គ្រចិត្តនិងអំណរប៉ុន្តែចិត្តល្អមិនគួរឈប់ត្រឹមបំណងល្អប៉ុណ្ណោះទេវាត្រូវបង្ហាញចេញជាការធ្វើការល្អនៅពេលយើងមានឱកាសនិងមានលទ្ធភាពសុភាសិតចំពុក3ខ27កាលណាឯងមានកម្លាំងដៃអាចធ្វើគុណដល់អ្នកណាដែលគួរផ្ដល់ឲ្យនោះកុំឲ្យបង្ខាំងទុកឡើយព្រះពរដែលព្រះអម្ចាស់ប្រទានមិនមែនសម្រាប់រក្សាទុកតែខ្លួនឯងទេប៉ុន្តែដើម្បីជាប្រយោជន៍ដល់អ្នកដទៃផងដែរដោយព្រះយេស៊ូវគ្រីស្ទមិនបដិសេធវងមនុស្សដែលស្រេកឃ្លានទ្រង់បានប្រើអ្វីដែលមានដើម្បីបំពេញតម្រូវការរបស់ពួកគេដូចគ្នានេះដែរនៅពេលយើងមានលទ្ធភាពធ្វើការល្អយើងមិនគួររារាំងខ្លួនពីការជួយអ្នកដែលកំពុងត្រូវការនោះឡើយការធ្វើការល្អនិងការចែករំលែកគឺជាសកម្មភាពដែលគប់ព្រះハរតីព្រះអម្ចាស់ទោះជាយ៉ាងណាក៏ដោយព្រះគម្ពីរក៏បង្រៀនថាការចែករំលែកគួរធ្វើដោយប្រាជ្ញានិងការទទួលខុសត្រូវផងដែរមុននឹងយើងជួយអ្នកដទៃយើងក៏ត្រូវបំពេញភារកិច្ចចំពោះអ្នកដែលព្រះអម្ចាស់បានប្រគល់ឲ្យយើងថែរក្សាជាមុនយើងនៅក្នុងធីម៉ូថេខ្សែទី1ចំពុក5ខ8បើមានអ្នកណាដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្តានខ្លួនគឺឲ្យពួកអ្នកផ្ទះខ្លួនជាដើមអ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្តីជំនឿហើយក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀតការចេះចែករំលែកមិនមែនមានន័យថាមិនគិតពីការទទួលខុសត្រូវរបស់ខ្លួនឡើយព្រះគម្ពីរបង្រៀនថាមនុស្សគួរមើលថែរក្សាគ្រួសាររបស់ខ្លួនផងដែរដូច្នេះការចែករំលែកគួរធ្វើដោយតុល្យភាពមិនមែនចែករហូតដល់អ្នកដែលនៅក្នុងបន្ទុករបស់យើងខ្វះខាតនោះទេនេះក៏ជាផ្នែកមួយនៃការគ្រប់គ្រងព្រះពរដែលព្រះម្ចាស់ប្រទានឲ្យយើងយ៉ាងស្មោះត្រង់ជាមួយគ្នាដែរនៅពេលយើងដឹងពីការទទួលខុសត្រូវចំពោះគ្រួសារនិងអ្នកដទៃហើយនោះសំណួរបន្ទាប់គឺតើយើងគួរអនុវត្តការចែករំលែកនិងការគ្រប់គ្រងព្រះពរដោយរបៀបណាយើងមើលនៅក្នុងម៉ាថាយចំពុក10ខ16ណែខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅដូចជាជៀមនៅកណ្ដាលវងស្វានដូច្នេះចូលធ្វើជាអ្នកឆ្លាតដូចជាពស់ហើយសុភាពដូចជាព្រាបការចេះចែករំលែកត្រូវអមដោយប្រាជ្ញាព្រះយេស៊ូវគ្រីស្ទបង្រៀនឲ្យអ្នកជឿត្រូវឆ្លាតដូចជាពស់ហើយសុភាពដូចជាព្រាបនេះមានន័យថាយើងគួរមានចិត្តសប្បុរសប៉ុន្តែក៏ត្រូវចេះពិចារណាផងដែរថាគួរជួយនរណាជួយដោយរបៀបណានិងជួយក្នុងកម្រិតណាដើម្បីឲ្យការជួយនោះនាំមកនូវប្រយោជន៍ពិតប្រាកដនិងសេចក្តីល្អដល់ព្រះអម្ចាស់ដូច្នេះការឆ្លើយតបរបស់ពួកជំនុំចំពោះព្រះដ៏ជាព្រះនៃការផ្គត់ផ្គង់គឺត្រូវរស់ដោយការអរព្រគុណការជឿទុកចិត្ត
ការធ្វើការល្អការចែករំលែកដោយស្ម័គ្រពីចិត្តការទទួលខុសត្រូវនិងការគ្រប់គ្រងដោយប្រាជ្ញាសរុបមកព្រះគម្ពីរបានបង្រៀនយ៉ាងច្បាស់ថាព្រះម្ចាស់ជាព្រះនៃការផ្គត់ផ្គង់ទ្រង់មិនមែនជាប្រភពនៃព្រះពរទាំងអស់ប៉ុណ្ណោះទេប៉ុន្តែទ្រង់ក៏ជាព្រះដែលស្មោះត្រង់ក្នុងការរក្សាសេចក្តីសន្យាផ្គត់ផ្គង់តាមពេលវេលាដ៏សមរម្យនិងបង្រៀនឲ្យកូនទ្រង់ឆ្លើយតបចំពោះព្រះពរទាំងនោះដោយជីវិតដែលគប់ព្រះハរតីព្រះការផ្គត់ផ្គង់របស់ព្រះអម្ចាស់មិនផ្អែកលើសមត្ថភាពរបស់មនុស្សឬស្ថានភាពរបស់ពិភពលោកឡើយប៉ុន្តែផ្អែកលើព្រះចេស្តាប្រាជ្ញារបស់ព្រះនិងសេចក្តីស្រឡាញ់របស់ទ្រង់ដែលមិនចេះប្រែប្រួលដូច្នេះការជឿលើព្រះដ៏ជាព្រះនៃការផ្គត់ផ្គង់មិនមែនគ្រាន់តែជាការរង់ចាំឲ្យព្រះប្រទានពរប៉ុណ្ណោះទេប៉ុន្តែជាការរស់នៅក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះអង្គទុកចិត្តលើការដឹកនាំរបស់ទ្រង់និងប្រើប្រាស់អ្វីដែលទ្រង់ប្រទានដើម្បីសេរីល្អរបស់ព្រះនិងជាប្រយោជន៍ដល់អ្នកដទៃនៅពេលយើងរស់បែបនេះព្រះពររបស់ព្រះអម្ចាស់នឹងមិនបញ្ឈប់ត្រឹមយើងទេប៉ុន្តែនឹងបង្ហូរបន្តទៅកាន់គ្រួសារនិងមនុស្សនៅជុំវិញផងដែរបន្ទាប់ពីពិចារណាព្រះបន្ទូលទាំងនេះយើងអាចសន្និដ្ឋានបានថាព្រះអម្ចាស់ជាព្រះនៃការផ្គត់ផ្គង់ដ៏ស្មោះត្រង់ទ្រង់ស្គាល់សេចក្តីត្រូវការរបស់កូនទ្រង់សន្យាផ្គត់ផ្គង់តាមព្រះハរតីដ៏ល្អឥតខ្ចោះរបស់ទ្រង់និងធ្វើការតាមពេលវេលានិងវិធីសាស្ត្រដ៏ល្អឥតខ្ចោះដូច្នេះអ្នកជឿមិនចាំបាច់រស់នៅក្រោមការភ័យបារម្ភឬការពឹងផ្អែកលើសមត្ថភាពរបស់ខ្លួនឯងឡើយប៉ុន្តែអាចទុកចិត្តលើព្រះអម្ចាស់ដែលទ្រង់មិនដែលបោះបង់ចោលអស់អ្នកដែលពឹងពាក់ទ្រង់នៅពេលដែលយើងកំពុងប្រឈមនឹងការចុះឡើងនៃជីវិតការបាត់បង់ការងារជំងឺការប្រកួតប្រជែងនិងភាពមិនប្រកបប្រជានៃអនាគតព្រះបន្ទូលនេះអញ្ជើញយើងឲ្យសួរខ្លួនឯងថាតើយើងកំពុងពឹងផ្អែកលើអ្វីជាងគេតើយើងកំពុងពឹងលើទ្រព្យសម្បត្តិមនុស្សឬសមត្ថភាពរបស់ខ្លួនឬកំពុងពឹងលើព្រះអម្ចាស់នៅពេលយើងរៀនអរព្រះគុណទុកចិត្តលើព្រះធ្វើការល្អចេះចែករំលែកនិងគ្រប់គ្រងព្រះពរដោយប្រាជ្ញានោះជីវិតយើងនឹងបង្ហាញថាយើងពិតជាជឿថាព្រះអម្ចាស់ជាព្រះនៃការផ្គត់ផ្គង់ហេតុនេះហើយសូមកុំបាក់ទឹកចិត្តនៅពេលកំពុងជួបភាពខ្វះខាតឬការលំបាកណាមួយចូលបន្តស្វែងរកព្រះអម្ចាស់ជាមុនទុកចិត្តលើសេចក្តីសន្យារបស់ទ្រង់ហើយបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ពេលព្រះអម្ចាស់ប្រទានពរសូមចេះអរព្រគុណចេះចែករំលែកដោយសេចក្តីស្រឡាញ់និងគ្រប់គ្រងដោយប្រាជ្ញានៅពេលពួកជនរស់នៅបែបនេះមិនត្រឹមតែជីវិតរបស់យើងនឹងបានទទួលព្រះពរប៉ុណ្ណោះទេប៉ុន្តែមនុស្សនៅជុំវិញយើងក៏នឹងបានឃើញសេចក្តីល្អនិងសិរីល្អរបស់ព្រះអម្ចាស់តាមរយៈការរស់នៅរបស់យើងផងដែរសូមឲ្យយើងទាំងអស់គ្នាបន្តទុកចិត្តលើព្រះដ៏ជាព្រះនៃការផ្គត់ផ្គង់ហើយរស់នៅជាមួយអ្នកគ្រប់គ្រងដ៏ស្មោះត្រង់នៅព្រះពរដែលទ្រង់បានប្រគល់ឲ្យសូមព្រះប្រទានពរ